រឿងចៅកាប់ត្រឡោកកាលពីព្រេងនាយមានសេដ្ឋីប្តីប្រពន្ធមានកូនក្រមុំមួយនាក់រូបអោមល្អស្រស់ណាស់ពួកកំឡោជាច្រើនស្ម័គ្រចិត្តស្រឡាញ់បានប្រាប់មេដាបៃតាឲ្យចូលទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីសេដ្ឋីនោះក៏ព្រមឲ្យឥតប្រកែកតែមានធ្វើខសន្យាថាបើកំឡោះឈ្មោះណាចង់បានត្រូវសង់ផ្ទះ5ល្វែងតែមួយថ្ងៃឲ្យហើយបើធ្វើមិនហើយសេដ្ឋីនោះផ្ដាច់មិនឲ្យកូនក្រមុំទេកំឡោះដតីប៉ុន្មានខូចខាតជាច្រើនអ្នកដោយធ្វើផ្ទះមួយថ្ងៃមិនហើយសេដ្ឋីក៏ផ្ដាច់មិនឲ្យកូនក្រមុំខណៈនោះមានកំឡោះម្នាក់ជាអ្នកមានគំនិតមានឧបាយកលប្រាជ្ញាឈ្មោះថាចៅផ្កាប់ត្រឡោកជាកូនអ្នកមានគ្រាន់បើបានសុំប្រាក់មេដាបៃតាយកទៅទិញឈើលបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេចរួចកោសរុះខាត់ត្រឡោកមួយយ៉ាងស្អាតហើយប្រាប់មេដាបៃតាឲ្យទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះឯមេដាបៃតាក៏ទិញផ្លែឈើមើលផ្លែឈើបានច្រើនតោហើយពឹងញាតិសន្តានឲ្យជួយកាន់ចំនួននោះទៅដល់ផ្ទះមហាសេដ្ឋីលើកដៃជម្រាបថាខ្ញុំបាទនាងខ្ញុំមកសូមដណ្ដឹងកូនក្រមុំលោកផ្សំផ្គុំនឹងកូនប្រុសកំឡោះខ្ញុំបាទនាងខ្ញុំទោះបីខុសត្រូវសូមលោកមហាសេដ្ឋីអភ័យទោសសូមឲ្យបានជាសាច់សន្តានស្ពានមេត្រីរវាងទៅសេដ្ឋីទាំងប្តីប្រពន្ធស្ដាប់ហើយឆ្លើយថាយើងឥតប្រកែកថាអ្វីទេអ្នកតែថាថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ5ល្វែងឲ្យហើយស្រេចតែបើធ្វើមិនហើយយើងនឹងផ្ដាច់មិនឲ្យកូនក្រមុំទេមេដាបៃតាចៅផ្កាប់ត្រឡោកឮហើយជ្រាបថាបើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេសូមលោកសេដ្ឋីផ្ដាច់កូនក្រមុំលោកចោះចំនួនប៉ុន្មានតោនេះខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់ឥតគិតយកថ្លៃពីលោកឡើយហើយជូនចំនួនទាំងអស់ទៅសេដ្ឋីក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេរទុកពេញមួយល្វែងផ្ទះហើយយកសម្បកទុកថាសមកឲ្យវិញមេដាបៃតាចៅផ្កាប់ត្រឡោកទទួលទុកថាសគ្រប់ចំនួនហើយក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញក្រោយនោះមហាសេដ្ឋីនិងភរិយានាំគ្នាទៅមើលចំនួននៅលើផ្ទះឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកពីប្រទេសឆ្ងាយខ្លះនៅស្រុកអាយខ្លះសេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថាចំនួននេះយើងមុខជាបានស៊ីទទេទៀតហើយចំណែកមេដាបៃតាចៅផ្កាប់ត្រឡោកទៅដល់ផ្ទះក៏និយាយប្រាប់កូនថាសេដ្ឋីព្រមឲ្យហើយតែគេថាឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយស្រេចចៅផ្កាប់ត្រឡោកឮមេដាបៃតានិយាយប្រាប់ដូច្នោះមានចិត្តត្រេកអរណាស់ជម្រាបមេដាបៃតាថាលោកម៉ែលោកឪកុំព្រួយបារម្ភមុខជាបានដោយគំនិតដែលកូនគិតទុកពីថ្ងៃមុនហើយចៅផ្កាប់ត្រឡោកក៏និយាយពឹងបងប្អូនអ្នកចេះជាងផ្ទះឲ្យបានគ្នាច្រើនឲ្យគេជួយសង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយបងប្អូនគេជួយទាំងអស់គ្នាហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះស្លៀកពាក់តែងខ្លួនស្អាតបាតពឹងកំឡោះផងគ្នាឲ្យជូនទៅផ្ទះសេដ្ឋីនោះលុះឡើងទៅដល់លើផ្ទះសេដ្ឋីសួរច
ចៅឯងមកមានការអ្វីចៅកាប់ត្រឡោកលុតជង្គង់ប្រណម្យជំរាបថាម៉ែឪបានប្រើខ្ញុំបាទជាកូនឲ្យមកសូមក្រាបប្រណិប័តលោកឪពុកអ្នកម្ដាយសូមទានប្រាប់ទីកន្លែងត្រង់ណាឲ្យទានខ្ញុំបាទសង់ផ្ទះខ្ញុំបាទនឹងទៅចាត់ការធ្វើក្រែងមិនហើយជូនលោកឪពុកលោកម្ដាយក្នុងវេលាថ្ងៃនេះសេដ្ឋីទាំងប្តីប្រពន្ធគុណមើលរូបរឹកពីចៅកាប់ត្រឡោកនឹកសរសើរក្នុងចិត្តថាកូនប្រសាអញក្រនបើដែរតែមុខជាខូចខាតជំនួនដូចអ្នកមុនទៀតហើយសេដ្ឋីប្រាប់ទីកន្លែងឲ្យសង់នៅខាងជើងឆ្ងាយពីផ្ទះធំចំនួន5ព្យាមចៅកាប់ត្រឡោកបានលឺសេដ្ឋីប្រាប់ហើយក៏ប្រាប់សំពះលានាំគ្នាត្រឡប់ទៅផ្ទះវិញលុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះដែលធ្ងន់ផ្ទុករទេះស្រាច់ពីយប់របស់ណាល្មមលីសែងបានក៏ចាត់ចែងផ្គូផ្គងដាក់មុខគ្នាស្រេចលុះព្រឹកឡើងខ្លះដឹកនឹងរទេះខ្លះលីសែងទៅដល់ផ្ទះសេដ្ឋីខ្លះកាប់ដីខ្លះជីករណ្ដៅសសរតាមຂະຫນាតទំហំផ្ទះ5ល្វែងខំធ្វើស្រុះគ្នាមិនឈប់តែពេលបរិភោគបាយបរិភោគរួចនាំគ្នាធ្វើទៀតតតែហើយស្រេចក្នុងវេលានោះរួចចៅកាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីមេត្តាបិតាក្មេកហើយនាំគ្នាត្រឡប់ទៅផ្ទះវិញលុះដល់ថ្ងៃខែបានរឹកល្អមេត្តាបិតាទាំងពីរខាងក៏រៀបមង្គលការឲ្យកូនរួចស្រេចឯចៅកាប់ត្រឡោកលាក់តែត្រឡោកនោះមិនឲ្យនរណាឃើញសោះដល់ពេលយប់រៀបផ្សំដំណេករួចហើយក៏ដេកក្នុងផ្ទះជាមួយគ្នាចៅផ្កាប់ត្រឡោកយកត្រឡោកនោះទៅផ្កាប់គ្របពីលើវាយពីររួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនឲ្យត្រឡោកធ្លាក់បានហើយដេកឃ្លាតពីភរិយាធ្វើកិរិយាសង្ងំមិនបានពាល់ដល់ចុងដៃជើងភរិយានោះឡើយប្រើឧបាយយ៉ាងនេះអត់ធន់បាន3យប់ក្រោយទៀតនាងភរិយានោះរសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថាប្តីអញនេះដេកជាមួយគ្នាយូរយប់ហើយគាត់ធ្វើប្រងើយកន្តើយហាក់ដូចជាគ្មានត្រូវការនឹងអញសោះឬគាត់ជាខ្ទើយខ្សែលឹងគិតក្នុងចិត្តដូច្នោះហើយក៏ចង់ដឹងប្រថុយលើបលូកស្ទាបមើលឲ្យច្បាស់ចៅកាប់ត្រឡោកដេកពុំលក់ទេតែធ្វើជាស្រមុកខលនាងប្រពន្ធនោះលូកដៃស្ទាបត្រង់ស្វាយនោះប៉ះទៅលើត្រឡោកកាប់រលីងនិលដកដៃមកវិញគិតថាដីអញនេះនឹងថាទៅក៏មិនមែនសន្តានហាក់ដូចជាភេទស្រីតែពោះគ្មានប្រឡាយមុខក៏គួរឲ្យឆ្ងល់ណាស់លុះព្រឹកឡើងខ្សឹបប្រាប់ម្ដាយតាមដំណើរដែលលោបស្ទាបប្តីសពគ្រប់ម្ដាយឮហើយដកដង្ហើមធំថាអើកូនឯងអើយបានប្តីអ្វីក៏មិនដូចបរោះទាំងពួងហើយនឹកបន្ទោសកូនប្រសាប្រុសនោះថាបើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេហេតុមិនដេចក៏ស្រឡាញ់កូនអញម្ល៉េះគិតហើយក៏ប្រាប់សេដ្ឋីជាប្តីតាមដំណើរកូនប្រសាប្រាប់សពគ្រប់សេដ្ឋីស្ដាប់ហើយគិតថាបើអញនឹងនិយាយខ្លាំងខ្មាស់អ្នកចិត្តខាងហើយនិយាយខ្សឹបខ្សៀវតែ2អ្នកប្តីប្រពន្ធថាកូនប្រសាយើងនេះវាគ្រាន់បើដែរណាស់ហើយគេអើយអាណិតវាឲ្យប្រាក់ភ័ព្វភាបណ្ដាការនឹងថ្លៃផ្ទះ 1500 ណែនទៅវាហើយប្រាប់វាឲ្យទៅនៅម៉ែឪវាវិញចោះគិតព្រមគ្នាហើយហៅកូនប្រសាថាជើឯងមកនេះចៅផ្កាប់ត្រឡោកឮសម្ដីឪពុកក្មេកហៅខ្លួនហើយក៏ទៅអង្គុយជិតសំពះសេដ្ឋីប្រាប់ថា
ឯងហាក់ដូចជាមិនស្រឡាញ់កូនអញសោះណាហើយចុះអញឲ្យប្រាក់ 1500 ណែនឯងយកទៅផ្ទះឪពុកម្ដាយឯងវិញចុះរួចក៏រាប់ប្រាក់ប្រគល់ឲ្យគ្រប់ចំនួនចៅកាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថាលោកឪពុកខ្ញុំបាទសុំហឹបធំមួយដាក់ប្រាក់យកទៅឲ្យដល់ផ្ទះខ្ញុំបាទផងសេដ្ឋីក៏ឲ្យហឹបដាក់ប្រាក់ចាត់បើកព្រាវឲ្យសែងតាមចៅកាប់ត្រឡោកទៅដល់ផ្ទះហើយជូនប្រាក់ 1500 ណែនទៅក្នុងហឹបទៅមេដាបេដាជម្រាបរឿងសពគ្រប់ប្រាប់ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញលុះដល់ហើយចៅកាប់ត្រឡោកធ្វើរកិរិយាសញ្ជប់សញ្ជឹងហាក់ដូចជាលឹកអាល័យសេដ្ឋីនិងភរិយានោះពន់ពេកសេដ្ឋីឃើញហើយសួរថាឯងអញឲ្យប្រាក់ទៅនៅផ្ទះឪឯងវិញហើយហេតុដូចម្ដេចក៏មិនទៅចៅកាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថាខ្ញុំបាទនឹកអាល័យលោកឪពុកនិងនាងភរិយាខ្លាំងណាស់ខ្ញុំនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូមប្រណិប័តលាទៅផ្ទះវិញសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថាយើងឲ្យវាដេកមួយយប់ទៀតចុះវាមិនទាន់ជាអ្វីទេដូចជាដេកទៀតលុះពេលយប់បរិភោគបាយរួចចៅផ្កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយាត្រឡោកនៅផ្កាប់ដដែលដល់យប់ជ្រៅភរិយាគិតថាយប់ស្អែកនេះប្តីអញទៅផ្ទះគាត់វិញហើយអញចង់ស្ទាបសង្កេតឲ្យច្បាស់ឯចៅផ្កាប់ត្រឡោកដេកផ្ងាដេកពំលក់ព្រោះកើតដំរែកខ្លាំងដូចជាគេទូលត្រឡោកនាងភរិយានោះលោកដៃទៅប៉ះត្រឡោកធ្លាក់ឮសូរតែខ្វោះចៅផ្កាប់ត្រឡោកងាកផាំងចូលទៅរួមរស់នឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លាលុះព្រឹកឡើងនាងនោះនិយាយជម្រាបម្ដាយម៉ែអើយបើប្តីខ្ញុំទៅផ្ទះវិញសូមម៉ែអាណិតកូនខាត់កុំឲ្យគាត់ទៅមេដាសង្ស័យណាស់សួរកូននិយាយខ្សឹបជម្រាបមេដាថាម៉ែប្តីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួងមិនមែនជាខ្ទើយទេម្ដាយដឹងចិត្តកូនក៏ខ្សឹបជម្រាបសេដ្ឋីជាប្តីដោយស្ងាត់ថាកូនយើងទាំងពីរវាត្រូវចិត្តវាហើយសេដ្ឋីឮភរិយានិយាយប្រាប់រឿងកូនសពគ្រប់ក៏តបថាកាលមុនឯងនិយាយប្រាប់អញក៏ជឿថាពិតមែនអញបានសងថ្លៃភ័ស្តុភារបណ្ដាការនិងថ្លៃផ្ទះ 1500 ណែនឲ្យទៅវាឥឡូវថាកូនប្រសាយើងមានប្រដាប់ដូចបុរសទាំងពួងណាហើយចុះគេអើយបើត្រូវចិត្តគ្នាវាហើយប្រាក់ដែលយើងឲ្យកូនប្រសានោះដូចជាឲ្យតែកូនយើងទេប្តីប្រពន្ធវាមានក្រជាមួយគ្នាចុះហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀងទៅលុះដល់សេដ្ឋីប្តីនិងភរិយាចាស់ជរាទទួលមរណភាពទៅវេលាណាស្ដេចក្នុងព្រះនគរនោះទ្រង់ព្រះមេត្តាប្រោសតាំងចៅកាប់ត្រឡោកនិងភរិយាឲ្យធ្វើជាសេដ្ឋីតាំងបេដាលុះអស់ជីវិតត្រឡាចមិនដេចមានបណ្ដូលមនុស្សមួយទាំងមូលណាក៏គ្មានប្រាជ្ញា